បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីនៅកលឹកជាទីរាប់អាននៅក្នុងឱកាសនេះដែរគឺដែលខ្ញុំបកណាខ្ញុំថាចែករំលែកយន្តមួយដែលអស្ចារ្យអញ្ចឹងខ្ញុំបកណាហ្នឹងបានចែករំលែកក្នុងឱកាសនេះដែរគឺយន្តនេះបងប្អូនមិនអាចកាត់ថ្លៃបានទេអញ្ចឹងយន្តនេះគ្រូប្រាប់ផ្ដាំមកថាបើសិនណាអាចទៅបានណាបងប្អូនណាបាទហើយក្រៅពីហ្នឹងគឺអត់បានទេបងប្អូនហ្នឹងហើយអញ្ចឹងតើដឹងបាទដឹងយន្តនេះថាមានអានុភាពយ៉ាងម៉េចគឺដាស់យ៉ាងម៉េចអញ្ចឹងចាំខ្ញុំជម្រាបជូនបងប្អូនណាគាថាហ្នឹងរៀងវែងបន្តិចបាទអញ្ចឹងខ្ញុំនឹងធ្វើវីដេអូក្រោយបងប្អូនជ្រាបបាទយកយន្តនេះសិនហើយខ្ញុំកាត់លឿនបន្តិចទេបងប្អូនហ្នឹងហើយព្រោះបានន័យថាខ្ញុំដាក់វីដេអូហ្នឹងក៏រៀងវែងដែរបងប្អូនតែខ្ញុំកាត់យក10-20នាទីហ្នឹងហើយបងប្អូនណាបាទត្រឹម20នាទីទេបាទអញ្ចឹងយន្តនេះមានអានុភាពប្រើបាន100គុណអញ្ចឹងលោកគ្រូប្រាប់ថាឲ្យមានមួយសន្លឹកទម្ងន់ប្រមាណក៏បានដែរបងប្អូនឲ្យតែសាងបានជារូបព្រះអញ្ចឹងបងប្អូនឆ្ងល់កន្លែងត្រង់ថាមាសបណ្ណាសាងបានរូបព្រះណាអញ្ចឹងបងប្អូនកុំភ្លេចចូលស្ដាប់បាទឲ្យចប់ណាហើយជាពិសេសហ្នឹងបងប្អូនដែលពេញចិត្តអញ្ចឹងបងប្អូនកុំភ្លេចបាទជួយចុចបាទតាមដានដើម្បីបានវីដេអូដែលខ្ញុំបកណាខ្ញុំនឹងមានការចែករំលែកហើយថ្ងៃនេះក៏មិនបានតបអស់ដែរបងប្អូនបាទអញ្ចឹងចាំខ្ញុំនិយាយថាយន្តនេះប្រើខាងអីធ្វើអ្វីបានទៀតចាំខ្ញុំជម្រាបចឹងគឺយន្តនេះលោកគ្រូប្រាប់ថាមានអានុភាពពិសេសពិសាលទាំងការពារទាំងរោស៊ីនិយាយទៅសពបងប្អូនសពប្រគុណបាទពាក្យថាសពប្រគុណណាអញ្ចឹងបើសិនតែបងប្អូនសួរថាលោកគ្រូចាមាសធ្វើមិនកើតធ្វើជាព្រះអញ្ចឹងបងប្អូនឆ្ងល់ហើយចំណងជើងលោកគ្រូក៏ដាក់មកអញ្ចឹងគឺខ្ញុំបានសរសេរក៏អញ្ចឹងដែរបាទអញ្ចឹងបានន័យថាធ្វើជាព្រះបងប្អូនអ្នកខ្លះយល់អ្នកខ្លះមិនទាន់យល់អញ្ចឹងបើខ្ញុំមិនប្រាប់គឺបងប្អូនអត់ដឹងទេបងប្អូនដឹងថាធ្វើមិនកើតជាព្រះបាទហើយពីដើមណាបងប្អូនហើយចាស់ពីដើមគាត់មានមាសបាទសម្បូរជាងយើងបាទមាសហ្នឹងមាសល្អណាបាទអញ្ចឹងគឺខ្ញុំនិយាយប្រវត្តិរឿងយន្តនេះបន្តិចបងប្អូនបាទឥឡូវយើងនិយាយសិនទៅចាំខ្ញុំនិយាយថាធ្វើមិនកើតជាព្រះណាបងប្អូនហ្នឹងហើយបើនិយាយបដាទៅបងប្អូនអាចស្ដាប់យល់ហើយកាលពីដើមឡើយបងប្អូនចាស់ពីដើមតែងតែជំនឿនៅព្រះបៀមបាទព្រះបៀមណាបងប្អូនគេហៅព្រះបៀមហ្នឹងបាទសម្រាប់យុទ្ធបៀមបាទអ្នកខ្លះទៅក៏បៀមកថាយន្តអីចឹងទៅអ្នកខ្លះក៏បៀមព្រះបាទចឹងប្រវត្តិហ្នឹងគឺចេញមកពីលោកគ្រូគាត់បានប្រាប់ថាពីសម័យដើមហ្នឹងគឺគេមានអញ្ចឹងបាទមានអញ្ចឹងព្រះបៀមណាបាទព្រះបៀមបាទហើយនេះសាងបានណាបងប្អូនព្រះបាទព្រះអីបាទព្រះបច្ចេកមាសមាធិក្តីអានេះហៅព្រះហើយបាទហៅព្រះណាព្រះអង្គហើយអញ្ចឹងបើបានអភិសេកទៀតកាន់តែពិសេសវិសាលហើយសំខាន់ហើយយន្តនេះណាបងប្អូនត្រូវឲ្យដឹងបើយើងចង់ចាអីហ្នឹងត្រូវឲ្យយល់ឲ្យច្បាស់ថាគាថាអ្វីដាក់ឲ្យបានប្រកែបាទអញ្ចឹងគឺយន្តយើងគឺទី1មិនស្អាតទេបងប្អូនឥឡូវនេះគេកែច្នៃច្រើនបាទហើយខ្ញុំមើលកន្លែងដែលពុតទៅបងប្អូនពុតហ្នឹងគឺមានសអូ3បាទតែគេយកទៅឆ្នៃបាត់សអូហើយណាបាទមានអ៊ីពាក់ពុតបាទអ៊ីពាក់ពុតហ្នឹងនៅក្នុងតួហ្នឹងគឺគេឆ្នៃអស់ហើយបាទគេឆ្នៃណាបងប្អូនបាទគេឆ្នៃអស់ហើយអញ្ចឹងបានន័យថាខ្ញុំយកក្រាំងដើមហ្នឹងដើម្បីចែករំលែកទៅដល់បងប្អូនគុណម្ចាស់គ្រប់ព្រះអង្គដែលបងប្អូនជំនឿនៃមុនគាថាដូនតាយើងបងប្អូនបាទអញ្ចឹងការពារសពបែបសពយ៉ាងមិនថាបុរសស្ត្រីបើថាបុរសស្ត្រីអាចពាក់បាន
តែបើសិនតែធ្វើជាព្រះហើយបងប្អូនមិនឲ្យមនុស្សស្រីពាក់ឡើយណាបងប្អូនណាហើយកថាហ្នឹងតើច្បាស់លាស់ដែរបងប្អូនហ្នឹងហើយមិនចេះតែឆិនឆៃទេបងប្អូនហ្នឹងហើយមិនចេះតែឆិនឆៃទេបាទអញ្ចឹងបើសិនតែយើងប្រើទៅល្អប្រើទៅមិនល្អដោយសារអីយើងអត់យល់ដឹងអ្នកខ្លះក៏ឃើញតួអញ្ចឹងទៅក៏ចាហើយទៅក៏ធ្វើទៅឬទៅថាព្រះបៀមក៏ឲ្យមនុស្សស្រីបាទបៀមព្រះមិនកើតបងប្អូនបើអាចកថាបានកថាហ្នឹងមិនតាន់ពេញលក្ខណៈទៅជារូបដែលយើងធ្វើជាព្រះទេអញ្ចឹងមនុស្សស្រីអាចប្រើការបានបាទធ្វើឡតធ្វើបានណាបងប្អូនហ្នឹងហើយសំខាន់បងប្អូនបើមិនចេះដាស់មិនចេះអីទេបងប្អូនសូមកុំមេត្តាចាលេងយកទៅប្រើប្រាស់មិនបានទេបងប្អូនយន់ធ្វើឲ្យយើងល្អរីកចម្រើនយន់ធ្វើឲ្យយើងក៏មានបញ្ហានោះដែរអញ្ចឹងកុំចេះតែហ៊ានបងប្អូនណាបើឃើញតែខ្ញុំចែករំលែកបងប្អូនឆ្ងល់បងប្អូនត្រូវទៅសួរថាយន់នឹងប្រើខាងអីសម្រាប់អ្នកណាប្រើខ្លះហើយធ្វើម៉េចឲ្យចេញជាព្រះបៀមអញ្ចឹងចាំខ្ញុំប្រាប់បងប្អូនបាទឥឡូវមិនបាច់និយាយរឿងហ្នឹងយូរបងប្អូននិយាយកន្លះម៉ោងអីមិនចប់ទេបងប្អូនហ្នឹងហើយគ្រាន់ថាពីដើមជំនឿហ្នឹងគឺដាក់តាមស្បោងបាទចាហើយធ្វើជាព្រះហើយដាក់តាមស្បោងអញ្ចឹងយន់នេះគឺបងប្អូនត្រូវតែមានមាសមួយហ៊ុនក្តីពីរហ៊ុនក្តីប៉ុន្តែតូចពេកខ្លាចធ្វើមិនកើតណាបងប្អូន5ហ៊ុនបាទនិយាយនៅក្នុងក្បួនលោកថាមានតែ5ហ៊ុន 5G បាទ5តម្លឹងអីចឹងទៅណាពីដើមសម្បូរមាសចារួចហើយ5ហ៊ុនណាបងប្អូនហើយ5ហ៊ុនគាត់យកមកខ្សែផ្សូតគាថានឹងយន់នេះរួចហើយគាត់នៅរំលាយយន់ហ្នឹងណាបងប្អូនរំលាយយន់ហ្នឹងហើយធ្វើជាព្រះបាទធ្វើជាព្រះណាមានពុំដីពុំអីលាក់នឹងលាក់អញ្ចឹងទៅឬក៏គេឆ្លាក់អីចឹងទៅច្រើនសម័យយើងឥឡូវសម្បូរពុំណាបងប្អូនបាទអញ្ចឹងយើងចាក់ឲ្យចេញជាព្រះមកយើងយករូបព្រះបដិមាហ្នឹងបងប្អូនយកទៅសម្រាប់មានវត្តអារាមដែលបញ្ចុះឬក៏អភិសេកបាទអញ្ចឹងបងប្អូនអាចយកទៅបញ្ញាបាទយកទៅបញ្ញាណាបងប្អូនហ្នឹងហើយយកបញ្ញាឲ្យបាន3វត្ត7វត្តទៅតែបើសិនមិនបានទេបងប្អូនប្រើកថាក៏បានដែរតែឲ្យជំនះសុទ្ធកាលពីដើមខ្ញុំចាណាបងប្អូនមិនពីដើមទេបងប្អូនប្រហែលជាង10ឆ្នាំមុនជិត20ឆ្នាំ8 10ឆ្នាំមុនខ្ញុំអាសាធ្វើដាក់ជាមាសសុទ្ធណាបងប្អូនច្រើនធ្វើនឹងអំពង់ហើយអំពង់ហ្នឹងបានតែពាក់នឹងកកទេបងប្អូនអញ្ចឹងបងប្អូនចង់សាក់ក៏បានហើយសាក់ហ្នឹងឲ្យច្បាស់លាស់ណាបងប្អូនបើសិនតែសាក់ជាប់នៅក្នុងខ្លួនមិនមានការដាស់គឺបងប្អូនប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងអញ្ចឹងអាចធ្វើឲ្យយើងហ្នឹងភ្លេចភ្លាំងស្មារតីដោយសារអីយន់មួយផ្ទាំងហ្នឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវរកគ្រូឲ្យច្បាស់លាស់ដែលចេះមុននឹងវិជាការហើយយន់ហ្នឹងបងប្អូនបាទយន់នឹងពិសេសណាស់បាទអញ្ចឹងខ្ញុំនឹងអាចប្រាប់ព្រះនាមបាទអញ្ចឹងប្រពុតនៅក្នុងហ្នឹង20អង្គបងប្អូនបាទ20អង្គបាទ20អង្គមកនឹងប្រពុតអីខ្លះបងប្អូនគេដាក់យន់ក្នុងហ្នឹងព្រះពុទ្ធ20អង្គមិន21អង្គ20អង្គបាទមានលើមានក្រោយមានឆ្វេងមានស្ដាំអញ្ចឹងណាបងប្អូនបាទអញ្ចឹងប្រពុត20អង្គនោះប្រពុតអីបងប្អូនហ្នឹងហើយខ្ញុំមិនដឹងដែរគ្រាន់តែលោកគ្រូប្រាប់ថាយន់ព្រះពុទ្ធបាទយន់ព្រះពុទ្ធដែរណាបងប្អូនយន់ព្រះពុទ្ធបាទឃើញ5អង្គគាត់ថា20អង្គបាទហើយនិយាយតាក់ទងនឹងយន់នេះបងប្អូនហ្នឹងហើយសំបីលោកតាសុកក៏ដូរដែរបងប្អូនដូរពីគ្រូដើមធ្លាក់មកដល់លោកតាវត្តថ្វាក៏ដូរធ្លាក់មកដល់លោកតាតាពាំងថ្មក៏ដូរធ្លាក់មកដល់លោកតាព្រៃតូចក៏ដូរធ្លាក់មកដល់វត្តលងរុនក៏ដូរធ្
แล้วมาดอลข้างวัดสังกายบองโอนนะปองวัดสังกายบ่ามืออังนะบ่าเมียนย้อนเอาขนมบ่าเอาขนมบองโอนจาเอาขนมขนมปองได้จะปุ่มนึงบอกโอนยังไงคนจ้านึงวัดสังกายนึงก็โดวัดบ้านนอนนึงก็ทลับจาเอาปองขมาวนึงก็โดบองโอนครูโดตัววิ่งตัวเมายังเมียนเกียร์ทาริยันปากกายตัวโดโลกเอาย้อนนังมาให้โลกดูต่อคณีจังบองโอนยังไงเมียนกาโดยเตบองโอนเมียนอากาศโดเดี๋ยวถ้าเรายังเมียนย้อนมุ้ยปลาประสิทธิภาพจะชาบิดได้มั้ยนะจังก็โดดอลเปยังกลายเมายังโดได้แบบยังโดได้ตายบ่สนะบองโอนคนไม่ชาเมาคือวันเตบ้านแบบวันเตบ้านนึงแกเฮาส่งปีครูบานปากกายบองโอนยังไงส่งปีครูบานปากกายให้ชมใจรำเลงนี่บานในตาชมใจรำเลงเอาหายบองโอนได้เมียนอากาคนไม่ชาได้เมียนอากาอายนิมนต์นั่งเจมาวันเตบ้านไอ้บ้านนั่นก็บ้านกลางชาติเตียได้บองโอนเหมือนบ้านนำไปย้อนนั่งนะบ้าให้ก็มวยวิ่งเตียก็เหมือนตอนบ้านพยาวตะดาลโกนเสกนนี่บ้าเนาซาตะเปียงพลังเนาลายเต้บองโอนยังไงเนาลายเต้ตอนบ้านพยาวเต้ด่าอ้อยละออนอัดสั้นบ้าด่าอ้อยละออนอัดท้ายบ้านปัญญาตัวกอดเขียมเฟอได้บองโอนเขียมเฟอดูเชียเมียเฮ้ยเมื่อมานี่บางคนดูเชียมาสลักนั่งเมียนมาหนนะบางคนนะบาดมาหนนั่งชาเมียสดนะบางคนนะบ้านผมลีบ้านสลอยเต๋จังเอากอดเฟอเชียปุ่งบาดด่าตามใส่ใดก็ได้ไอ้บาดใส่ใดบางคนด่านั่นคือบางคนเราต่ำนอมตอมได้ขาดบาสันยังปลาดูเชียบัดเชิงบัดใดเชิงยังปลาใดขังนะคือบองโอนเราแต่ฉลาดใดเซ่นะเปียใดขังสดามมันอายอยู่มาปลาขังสดามเต้ได้ยังบัดเชิงบัดใดนะบาสำรับโจงกบาโจงสะโจงมกจุดหมดเต้จังบองโอนเราแต่โยนดังเหมือนแม่เชื่อแต่เปียกระทากอใดเปียน้ำปงกอเชื่อแต่ปาดนาปาดในเต้จังย้อนมวยบองโอนปิเศษนะให้บาสนาเรื่องคาสักบองโอนยังไงบาปกายเม่นบาปกายเม่นจังครูกอดบานปราบทาตั้งปิสักบาทัวสักทัวไอ้นั่งปกายนะบามันอาอย่ามีนะไว้มาปาปอลดอกโครนลายจังคือบองโอนเราแต่ดังถักเกียร์ทามวยนั่งบาเกียร์ทามวยนั่งเราแต่ยัวหมดดาย้อนนั้นนะบองโอนตายบาจีรูปเปรียหายมันอายัวเกียร์ทานั้นตัวแซ่บโสดพลมปองบานได้บองโอนเมียนแต่การอภิไซจินะบองโอนนะแต่ตลอดไปสร้างจีรูปหายบองโอนยัวตัวแซ่บโสดพลมด่านงปองอัดบานเต้บานในทาตัวปองบานในทาโลบานตราดังง่ายแต่ตัวรูปหายคือยังปฐมจนนั้นมันอาจะพลมบานเต้แต่บ่ย้อนยังอายพลมยังอายได้ยังอายต่อเซตที่ปลอบปรุงบ้านบ่ถ้าย้อนแตงมนุษย์ใส่มนุษย์ปลอบบ่แต่บ่สนยังดาวตัวชงายเมียนอุปสรรคเมียนไอ้บองโอนอายปรากาบ้านอยู่ตัวเบียมบองโอนนะบ่มนุษย์ใส่อายเพื่อปะเตาอยู่ตัวเบียมบ้านเมียนกรอตูรพักกระได้จังชมใจระเบียบย้อนนี้บองโอนการนั้นคือการเด็กชมจาดาโนบาติอาสนะบองโอนเกิดเมื่อบ่ายเชิงทุกมาพายบองโอนบ่ายใช้โรลปีกราวครูมันอายใช้กระนัดบานได้บองโอนนายบานจังบางชมจือหายกับชมไทยแต่สาตุกตัวใบแต่ชมเละก็มันดังเละตนาได้บองโอนให้บาสันสะบองโอนเราแต่ดังถาเกียทาปุตตะคนมุยนั่งสำหรับดาย้อนนั่งบาดเมตีไซสปีจังสำหรับดานะบองโอนบาเมไซสปีนั้นสำหรับดาย้อนมุยนั่งตาบาเจงเจรูไปบองโอนเหมือนอายัวเกียทาปุตตะคนทำมาคนโยตโสดพลมเปรียบานเตคือเหมือนบานโสดกาลนะคือยังอ่อนกาลนั่งนะบองโอนนะบาดจังเรื่องปุตตะคนนึงสำหรับแต่เสพโสดมุนเกียทาย้อนกับทาย้อนนึงเต้
มันอายโสดនៅរូបព្រះពុទ្ធបដិមាបានទេហ៊ានតែសូត្រគឺយើងខ្សោយហ៊ានតែសូត្រគឺយើងអន់កាន់តែអន់កាន់តែខ្សោយកាន់តែលេងប្រកែហ្នឹងឲ្យយល់ដែរបងប្អូនមិនអាចយកព្រះយកអីមកក្តោបនឹងដៃផ្លុំទេបានន័យថាមាត់យើងមិនល្អទេបាទយើងអន់ជាងព្រះអង្គនឹងរាប់រយពាន់លានដងអញ្ចឹងមិនអាចទេបងប្អូនបើថាយន់ចេះយើងអាចណាបងប្អូនអាចសេពសូត្រផ្លុំមុនគាថានេះបានអញ្ចឹងយន់នេះក៏អាយុកាលហ្នឹងក៏យូរហើយបងប្អូនបាទអាយុកាលហ្នឹងបើតាមលោកគ្រូនិយាយហ្នឹងមិនក្រោម200ឆ្នាំទេបងប្អូនបាទ200ឆ្នាំចុះមកក្រោមណាបងប្អូនបាទ200ចុះមកក្រោមបាទ100ក្រាស់អីចឹងទៅមិនអាចក៏80 90ឆ្នាំដែរបងប្អូនហ្នឹងហើយបាទមាន100ក្រាស់200ចុះនិយាយចឹងគាត់ថា200ចុះបាទ200ចុះចឹងយន់ហ្នឹងបងគាត់ទៀតបងប្អូនហើយបាទបងបងអោគាត់អីចឹងណាចឹងបានន័យថាខ្ញុំប្រាប់ហ្នឹងក៏ខ្ញុំមិនលាក់ដែរបងប្អូនមិនមែនយើងកែច្នៃទេមួយទៀតស្រដៀងគ្នាបងប្អូនហ្នឹងហើយបាទតែអត់មាននេះទេបងប្អូនអត់មានលេខ2ទេបងប្អូនមានលេខ3លេខ8លេខ7លេខ4លេខ9លេខ1លេខ6បាទសង្គ្រេណេដែរនៅក្នុងនេះសង្គ្រេណេដែរតែពេញអង្គតែនៅក្នុងប្រកបហ្នឹងបងប្អូនណាអក្សរអ៊ី5ហ្នឹងអ៊ីលេខ5ហ្នឹងពុទ្ធលេខ5ពុទ្ធលេខ5ពុទ្ធលេខ5ហ្នឹងតំណាងឲ្យបងប្អូនបាទតំណាងឲ្យព្រះពុទ្ធបាទតំណាងឲ្យព្រះពុទ្ធអញ្ចឹងបានន័យថាមានអានុភាពអញ្ចឹងដូនតាយើងបកែបងប្អូនបំសល់ទុកយន់បកែយន់ពីដើមអត់មានចងេងចងាងអីណាបងប្អូនបាទអត់មានចងេងចងាងអីទេបាទខ្ញុំកាត់នោះក៏ដាច់កណិតកណាត់អត្តសេរួចហើយហ្នឹងក៏ចុះមកក្រោយទៅមុខវិញតែមិនធ្វើទេបងប្អូនសង្ឃឹមថាបងប្អូននឹងយល់បាទនឹងយល់ណាបងប្អូនហ្នឹងហើយខ្ញុំទៅសេចំណងជើងហ្នឹងដាក់ម្ដងទៀតអីចឹងទៅអាហ្នឹងយើងយកវីដេអូមកដាក់មកចឹងដើម្បីឲ្យបងប្អូនបានមើលទៅបានយល់បាទថាលោកឲ្យចាមាសហ្នឹងសម្រាប់ធ្វើព្រះចឹងទៅបាទអញ្ចឹងពីដើមបងប្អូននៅបកែណាបងប្អូនមកដើរទៅព្រៃអីថ្នាក់ដល់យើងនិយាយម៉ាត់ណាបងប្អូនថាយន់មួយនេះលោកគ្រូខ្ញុំបានប្រាប់លោកគ្រូអ៊ំថាថ្នាក់ដល់ដេកហើយយកកថានឹងមកបៀមបងប្អូនខ្លាផ្ទះក្បាលបងប្អូនបាទខ្លាតបកក្បាលបាទខ្លាតបកក្បាលក៏គ្មានរលត់គ្មានអីទេបងប្អូនបាទន័យថាមានអានុភាពនឹងបកែស័ក្តិសិទ្ធិអញ្ចឹងបងប្អូនចង់សាក់ចង់អីបងប្អូនត្រូវតែយល់ដឹងបើថាដាស់ហ្នឹងបងប្អូនត្រូវតែយល់ដឹងអំពីពុទ្ធគុណមេ42បាទមេ42ហ្នឹងណាបងប្អូនបើបងប្អូនអាចរៀនបានបកែណាបងប្អូនតែមេ42ហ្នឹងខ្លាចបងប្អូនរៀនទៅមិនយល់បាទមិនយល់តលមកផ្ទាល់ខ្ញុំប្រាប់បាទហើយមេ42ហ្នឹងมันអាចទេណាបងប្អូនมันអាចដែលចែករំលែកទេបាទអញ្ចឹងវាមានលក្ខកំបាំងមួយសម្រាប់ឲ្យបងប្អូនគុណម្ចាស់ហ្នឹងរៀនអាចនិមន្តអញ្ជើញមកផ្ទាល់គឺខ្ញុំបកណាខ្ញុំក៏ណាប្រាប់គុណម្ចាស់បងប្អូននឹងអាចយល់ថាអូមេនេះអញ្ចេះតើមេ42សម្រាប់ដាស់យន់មួយហ្នឹងណាបងប្អូនបាទគុណប្រពុត20អង្គហ្នឹងណាបាទនឹងប្រពុតអីខ្លះទេក៏សូមទោសបងប្អូននឹងថាព្រះ20អង្គហ្នឹងមិនដឹងថាព្រះអីបងប្អូនហ្នឹងហើយបាទអញ្ចឹងពុទ្ធគុណនីមួយហ្នឹងបងប្អូនសិតតែពុទ្ធគុណដែលអស្ចារ្យតែប៉ុណ្្នឹងតែអស្ចារ្យណាបងប្អូនបាទនេះអីជាកតារក្សាហ្នឹងអស្ចារ្យបងប្អូនតែតួក្នុងយន្តហ្នឹងហេតុអីបានមាននៅខ្វាក់នៅខាងក្រោមបានន័យថាមិនអោយខ្សោយមិនអោយអន់ណាបងប្អូនណាបាទចឹងបងប្អូនដែលពេញចិត្តកុំភ្លេចណាបងប្អូនចុចតាមដានចុះបងប្អូនចុចតាមដានទៅខ្ញុំនឹងមានការចែករំលែកទោះបី1000 2000វីដេអូក្តីគឺខ្ញុំចែកបាទចែករំលែកឲ្យអស់បាទដែលថាយើងឈប់ចែកចឹងទៅហើយវាមិនអស់ទេបងប្អូនហ្នឹងហើយក្រាំងច្រើនបងប្អូនក្រាំងដើមបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបងប្អូនណាបើសិនតែខ្ញុំប្រកាសថាខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតចំណុចណាមួយក៏សូមបងប្អូនគុណម្ចាស់មេត្តាខន្តីអភ័យទោសរាល់កំហុសឆ្គងពីខ្ញុំប្រកាសណាខ្ញុំណាបងប្អូនគុណម្ចាស់
ចឹងក៏អរគុណក៏សូមជម្រាបលានឹងថ្វាយបង្គំលា